ក្មេងចំនួន16នាក់មានអាយុចាប់ពី1ឆ្នាំដល់18ឆ្នាំមានស្រីមានប្រុសលាយគ្នាត្រូវបានគេបង្ខាំងទុកនៅក្នុងផ្ទះមួយកន្លែងអត់ឲ្យចេញទៅឃើញពិភពខាងក្រៅនោះទេចិញ្ចឹមដោយសត្វធាតុអញ្ចឹងអាចនោមលាយគ្នាទាំងអស់បងប្អូនពេលដែលបលិសចូលទៅដល់គឺឆក់តែម្ដងព្រោះផ្ទះមានសភាពស្អុយខ្លាំងក៏ក្រិចខ្លាំងតែម្ដងក្មេង4នាក់ក្នុងចំណោម16នាក់ហ្នឹងគឺមានសតិអារម្មណ៍ហើយលក្ខណៈថាអត់ដឹងថាខ្លួនឯងជានរណាផិតភ័យខ្លាំងហើយក្មេងៗទាំងអស់គឺយំតែម្ដងអត់ចេះអក្សរនោះទេអត់អាចស្គាល់ថាខ្លួនឯងជានរណាឈ្មោះអីគឺអត់ដឹងទេរឿងរ៉ាវនេះកើតឡើងនៅក្នុងរដ្ឋអូហាយ៉ូសហរដ្ឋអាមេរិកនៅជនបទណាផ្ទះដាច់ស្រយាលពីគេបងប្អូនឥឡូវនេះគឺខាងប៉ូលីសគេចាប់បានជនសង្ស័យ4នាក់ហើយបើតាមដឹងមកគឺជាសមាជិកនៅក្នុងគ្រួសារអាចនឹងជាយាយតាហើយគេអត់ទាន់ដឹងច្បាស់ទេថាករណីបង្ខាំងក្មេងនេះគឺជាករណីជួញដូរមនុស្សឬមួយក៏អត់បងប្អូនគេកំពុងតែស្រាវជ្រាវបន្តហើយក្មេងៗទាំងអស់ហ្នឹងត្រូវបានគេសង្គ្រោះបន្ទាន់ទៅក្នុងមន្ទីរពេទ្យហើយព្រោះសភាពហ្នឹងគឺយ៉ាប់ខ្លាំងតែម្ដងណាបងប្អូនចា